បងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមកជួបខ្ញុំជាមួយនឹងវីដេអូថ្មីមួយទៀតហើយបងប្អូនហើយថ្ងៃហ្នឹងគឺខ្ញុំនាំបងប្អូនមកមើលផ្កាម្លិះរបស់ខ្ញុំបងប្អូនឥឡូវនេះគឺផ្កាម្លិះរបស់ខ្ញុំគឺចាប់ផ្ដើមរីកផ្កាផ្ដើហើយបងប្អូនហើយមានធៀងខ្លះហ្នឹងគឺវារីកហើយអាធៀងខ្លះហ្នឹងគឺវាកំពុំអញ្ចឹងណាបងប្អូនហើយចំពោះផ្កាម្លិះនេះគឺជាផ្កាម្លិះដែលខ្ញុំបានបេះស្លឹកតាំងពីថ្ងៃមុនបងប្អូនដែលខ្ញុំប្រាប់បងប្អូនថាគឺខ្ញុំបេះស្លឹកវាចោលទាំងអស់អញ្ចឹងបងប្អូននិយាយទៅគឺយើងបេះស្លឹកវាចោលទាំងអស់ហ្នឹងដើម្បីឲ្យស្លឹកវាហ្នឹងគឺវាលាស់ថ្មីឡើងវិញអញ្ចឹងណាបងប្អូនហើយនៅពេលដែលស្លឹកហ្នឹងវាលាស់ត្រួយថ្មីឡើងវិញហ្នឹងគឺវាចាប់ផ្ដើមកំពុំផ្កាបងប្អូននេះគឺវាចាប់ផ្ដើមកំពុំផ្កាគ្រប់មែកហ្មងបងប្អូនឲ្យតថាមែកណាវាលាស់ត្រួយហ្នឹងគឺវាចាប់ផ្ដើមចេញកំពុំផ្កាហើយបងប្អូននេះហើយល្អណាបងប្អូននេះមើលល្អណាហើយចំពោះធៀងខ្លះហ្នឹងក៏វាអត់ទាន់លាស់ដែរបងប្អូននិយាយទៅគឺវាអត់ទាន់បានលាស់ពេញដើមនៅឡើយទេបងប្អូនគ្រាន់ថាអាធៀងខ្លះដែលវាលាស់ត្រួយហ្នឹងគឺវាចាប់ផ្ដើមកំពុំនិយាយទៅកំពុំឲ្យតថាលាស់ត្រួយគឺចេញកំពុំផ្កាហ្មងបងប្អូននេះល្អណាបងប្អូនហើយសម្រាប់បងប្អូនដែលគាត់ដាំផ្កាម្លិះហ្នឹងបើសិនជាផ្កាម្លិះវាអត់លាស់ត្រួយឬក៏វាអត់ចេញផ្កាឯហ្នឹងបងប្អូនអាចសាកបានតាមវិធីរបស់ខ្ញុំហ្នឹងបងប្អូនគឺបងប្អូនបេះស្លឹកអាចាស់វាចោលបងប្អូនស្លឹកវាក្រហមស្លឹកអត់ល្អស្លឹកចាស់ហើយហ្នឹងគឺបងប្អូនអាចបេះវាចោលអញ្ចឹងណាហើយនៅពេលដែលបងប្អូនបេះវាចោលហ្នឹងគឺវាចាប់ផ្ដើមលាស់ត្រួយថ្មីឯងបងប្អូនហើយនៅពេលដែលវាលាស់ត្រួយថ្មីហ្នឹងគឺវាចាប់ផ្ដើមចេញកំពុំផ្កាអញ្ចឹងណាបងប្អូនហើយចេញនិយាយទៅឲ្យតថាលាស់ត្រួយគឺវាចេញកំពុំផ្កាហ្មងបងប្អូននេះហើយវាល្អអញ្ចឹងណាចេញល្អមែនតើហ្មងបងប្អូនអញ្ចឹងបងប្អូនអាចសាកល្បងតាមវិធីនឹងបានអញ្ចឹងណាបងប្អូនហើយចំពោះផ្កាម្លិះនេះនិយាយទៅគឺវាមិនសូវជាពិបាកដាំដែរអញ្ចឹងណាបងប្អូនគ្រាន់ថាអ្វីដែលពិបាកពេលខ្លះវាអត់សូវចេញផ្កាអញ្ចឹងណាបើសិនជាការដាក់ជីដាក់អីហ្នឹងគឺបងប្អូនអាចប្រើជីតិចតួចអញ្ចឹងណាស្រោចទឹកស្រោចអីឲ្យវារាល់ថ្ងៃអញ្ចឹងទៅឲ្យវាល្អអញ្ចឹងទៅគឺវាឆាប់លាស់ត្រួយហើយក៏ឆាប់ចេញផ្កាដែរអញ្ចឹងណាបងប្អូនហើយអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំបងប្អូនហើយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយផងបងប្អូន